សូមនមស្ការប្រាប់ថ្លៃបង្គំចំពោះព្រះធរានុថរៈគ្រប់អង្គដោយសេចក្តីជ្រះថ្លាសូមធ្វើការគ្រប់ជំរាបសួរដល់លោកព្រះម្ដាយប្រជាបងប្អូនប្រុសស្រីទាំងអស់ទីស្រឡាញ់រាប់អានពីខ្ញុំបណ្ណាខ្ញុំបាទពីចក្រណៅឥឡូវនេះសូមបន្តតកតងទៅនឹងមុនតម្រារបស់យើងបន្តទៀតអ្នកសិក្សាក៏នៅតែសិក្សាអ្នករៀនក៏នៅតែរៀនជាអស់ហើយខ្ញុំបង្ហាញក៏បង្ហាញជាអស់ប៉ុន្តែមិនខ្លះបង្ហាញជន់គ្នាដោយសារអីដោយសារគាត់សំណូមពរមានមុនមួយការពាររន្ទះបញ្ជារន្ទះនៅក្នុងក្បួនសិលវិជ្ជានេះសម្បូរមេផ្លែច្រើនអរន្តពាយៈទេវៈរន្ទះអគូចរូតែមុននេះដូចនៅក្នុងសភៅអីចេះខ្ញុំធ្លាប់អានប៉ះមិនអានប៉ះទេមេហ្នឹងដូចជាធ្លាប់មាននៅតាណាអញ្ចឹងនៅក្នុងមុនពុទ្ធគុណណានៅនេះមានមុនបញ្ជារន្ទះមុនចង្អុលគោលដៅមុនបន្សាបជាតិពុលគីមីផ្លែណានឹងនៅខាងទឹកខ្លាយទៅជាឈាមនឹងមិនអីនឹងមិនទេហ្នឹងឬក៏មិនខាងក្រោមទេមិនខាងក្រោមថាចម្រើន12ជាប់ទៅទឹកមកពីថ្លាឡើងវិញទឹកខ្លាយទៅជាឈាមទាំងមុននេះគឺប្រភេទជាមុនមុនក្រុងសម្រិតដូចគ្នាដែរប៉ុន្តែនៅក្នុងនេះគេដាក់ក្រុងសម្រិតទេគេនិយាយពីមុនដែលប្រើប្រភេទទឹកថាបើយើងចម្រើនដល់ទៅ12ជាប់ទៅទឹកមកពីថ្លាឡើងវិញហើយទឹកខ្លាយជាឈាមវិញអាហ្នឹងសាកមើលទៅបើគ្រាន់តែខ្ញុំមិនតបានបង្ហាញទេមិនទេព្រោះចំណងជើងខ្ញុំវាមិនតាន់បានច្បាស់ថាមុននេះគេប្រើយ៉ាងម៉េចព្រោះគ្រាន់តែដឹងមុននេះយើងប្រើទៅបើសិនជាទឹកនោះប្រភេទទឹកពណ៌ក្រហមដូចឈាមចឹងយើងសូត្រទៅឲ្យវាថ្លាមកវិញតែបើសិនជាទឹកនោះវាថ្លាហើយយើងអាចឲ្យវាមកជាឈាមវិញមកពណ៌ដូចឈាមវិញមកអាហ្នឹងណាហ្នឹងប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញគឺមេខ្លីនៅខាងលើនោះ7ចប់មេបញ្ជារន្ទះហើយនឹងថៃភ្លៀងផងជាមួយអ្នកណាស្អប់អ្នកណាប្រើមើលមិនវិញប្រើចង់ដឹងមកវាប្រកាយអត់គ្រាន់តែចង់ដឹងអ្នកដែលរៀនណាខ្ញុំមិនរៀនទេព្រោះវាកំដរថ្នាក់នឹងពេកវាកុំឲ្យខ្លាំងដល់ថ្នាក់នឹងពេកដល់ថ្នាក់បជារន្ទះវាពិបាកដែរណាមនុស្សយើងដល់ពេលកម្រិតវាខ្លាំងពេកចឹងទៅវាទៅជាលេងខ្លាចអ្នកណាទាំងអស់លេងខ្លាចហើយក៏លេងឆ្កល់ពីខ្លួនឯងដែរអាហ្នឹងប៉ុន្តែយើងសាករមើលទៅចាំវាអាចទៅរួចអត់ប៉ុន្តែផ្សំដែរផ្សំនឹងធាតុរបស់យើងជាមួយនឹងមនោគមដែរបើធាតុយើងវាអត់ត្រូវគ្នាជាមួយនឹងមនោគមឬក៏មេហ្នឹងទេរៀនក៏អត់ប្រកែដែរនិស័យខ្លះនិស័យវាចំណងពីរជួនកាលវាអាចប្រើទៅវាស័ក្តិសិទ្ធិព្រោះរឿងពៀនឹងពៀនេះវាប្រកែឬការចងពៀនឹងពៀដល់គ្នានឹងគ្នាវាប្រកែរឿងខ្លះគ្រាន់តែដាក់តន័យវាសំនឹងបំណងដែរព្រោះអារឿងចំណងតាមពៀនោះវាមានឲ្យស្រេចហើយអញ្ចឹងពេលខ្លះ
ពាក្យបញ្ជួសបោះបោកពួកពាក្យប្រសើរអីពាក្យអត្ថន័យនេះវាសំវាផ្សំពីដើមមកផងទៅវាទៅជារឿងដែលប្រកាសស័ក្តិសិទ្ធិអីចឹងទៅក៏មនុស្សស្អប់នេះវាដោយសារតែមានពៀនឹងគ្នាហ្នឹងដែរតេតងទៅនឹងនេះសិនមើលខ្ញុំបង្ហាញពីឆ្នាំសិនឆ្នាំឱសថបុរាណនៃវិមុខខ្ញុំនេះអានេះឆ្នាំកម្លាំងកំរៃសម្រាប់បរោះតាមស្រា10លីត្រអានេះរោគស្ត្រីនិងឬដងបាតអានេះតែនេះឆ្នាំកាហ្វេឆ្នាំកាហ្វេពវៀនហើយតម្រងណូហើយជាផ្សេងគឺបន្សាបអំពើអាប់មុខអានេះសាកលោមើលទៅនេះមានអាប់មុខអីអាចប្រើបានក៏ប្រើដែរព្រោះគ្រាន់ថាកុំជឿខ្ញុំពេកព្រោះរបស់ដែលកើតចេញពីឈើពីរឿងពីថ្នាំពីមើមនេះវាសារតែជាហេតុដែលយើងមើលមិនឃើញទេវាគ្រាន់តែគ្រឿងផ្សំឲ្យវាត្រូវមុខត្រូវឈ្មោះត្រូវអីតែប៉ុណ្្នឹងឯងតែប៉ុន្តែប្រកាយវាមិនប្រកាយនោះវាមិនមែនអាស្រ័យលើការរៀបរាប់របស់ខ្ញុំទេអាហ្នឹងតែអ្នកខ្លះគាត់ប្រកាយអ្នកខ្លះគាត់ប្រើទៅវិជាដែរទៅប៉ុន្តែវាមិនមែន10ជាទាំង10ទេរឿងឆ្នាំអ្នកណាថា10ជាទាំង10នោះ100ជាទាំង100នោះខ្ញុំមិនថាមិនឲ្យជឿទេជឿចោលក៏ប៉ុន្តែឲ្យសគេដែរព្រោះអ្នកខ្លះលក់ឆ្នាំក៏មិនប្រកាសថានឹងជាដែរឧទាហរណ៍ថាឥឡូវខ្ញុំលក់អសត់ពេលពវៀននេះក៏មិនប្រកាសខ្ញុំប្រើឆ្នាំនឹងជាដែរហើយក៏មិនប្រកាសថាពេលពវៀនរបស់ខ្ញុំនឹងវាមិនកើតឡើងដែរអានឹងកុំសូវជឿលើពាក្យដែលគេផ្សព្វផ្សាយពេកហើយខ្ញុំផ្សព្វផ្សាយរឿងក្បួនរឿងឆ្នាំរឿងអីនេះមិនមែនឲ្យជឿខ្ញុំទេតែឲ្យសាកលោកមើលសិនទៅព្រោះខ្ញុំក៏អត់ទាន់ហ៊ានប្រកាសថាខ្ញុំប្រើឆ្នាំហ្នឹងកាហ្វេខ្ញុំក៏វិជាដែរប៉ុន្តែបើនិយាយពីរឿងរោគកាហ្វេខ្ញុំវាមិនដឹងថាខ្ញុំកើតអីផងមិនដឹងថាកាហ្វេឬក៏អត់មិនដឹងថាស្អីក៏ពិតប្រកបណាហើយធម្មតាខ្ញុំផឹកខ្ញុំគ្រាន់តែដឹងថារសជាតិទេថាឆ្នាំកាហ្វេពវៀនហ្នឹងរសជាតិវាយ៉ាងម៉េចតែប៉ុណ្្នឹងឯងហើយស្គាល់ពីរសជាតិតែប៉ុណ្្នឹងឯងវាស្រួលប្រាប់ទេហើយខ្ញុំហូបឆ្នាំវារាប់រយមុខហើយដល់អញ្ចឹងទៅរោគណាមួយឲ្យវាច្បាស់នៅក្នុងខ្លួនវាគ្មានណាចឹងខ្ញុំក៏មានអីត្រូវសម្គាល់ឲ្យប្រាប់ថាអានេះវាប្រកែអញ្ចឹងវាប្រកែចុះខ្ញុំមិនអាចវាសម្គាល់បានទេរឿងហ្នឹងព្រោះឆ្នាំខ្ញុំធ្លាប់ប្រើវារាប់រយមុខដល់អញ្ចឹងទៅខ្លួនខ្ញុំវាផ្សំគ្នាជាមួយនឹងឆ្នាំហើយតែគ្រាន់តែប្រាប់ឲ្យដឹងថាអាឆ្នាំខ្លះវាមានរសជាតិយ៉ាងម៉េចហើយវាយ៉ាងម៉េចអីហ្នឹងហើយអាហ្នឹងហើយប៉ុន្តែបើសិនយកទៅថាឥឡូវអ្នកដែលគាត់សម្រានមិនសើលក់អីណាក៏ប្រើកាហ្វេពវៀននេះត្រឹមតែមួយឆ្នាំពីរឆ្នាំអីគាត់ដឹងពីគុណភាពហើយសម្រានលក់អីមកវិញផ្ទះអីដើរស្រួលអីចឹងទៅនោមញឹកនោមតោះនោមតល់នោមកាយអីហ្នឹងមានក្លិនអីហ្នឹងវាអាចធូរថយមកវិញបានហ្នឹងបើសិនជាគាត់ចង់ថារោគនឹងមិនមែនតែបើសិនជាមិនចង់ដូចខ្ញុំផឹកតងាប់អស់ឆ្នាំ100កញ្ចប់ទៀតក៏វាមិនតាន់ដឹងថាឆ្នាំហ្នឹងវាមានគុណភាពមិនដែរព្រោះវាអត់ត្រូវរោគប៉ុន្តែការនិយាយនេះដូចថាវាមិនសំដៅឲ្យតែជឿទេតែឲ្យពិចារណាព្រោះខ្ញុំជាអ្នកលក់នៅអាសត់ជាងនៅអាសត់អញ្ចឹងវាធម្មតាទេតែខ្ញុំលក់របស់ណាខ្ញុំតែងតែនិយាយពីគុណភាពរបស់ហ្នឹងហើយតែរឿងបកកាយមិនបកកាយវាគ្មានកណាគេទៅអះអាងទេប៉ុន្តែគេនិយាយតែរឿងគុណភាពទេហើយកុំជឿនៅអ្វីដែលខ្ញុំលើកមកចំពោះឱសថនីមួយៗខ្ពស់ពេកអាហ្នឹងតែពិចារណាទៅថាគួរឬក៏មិនគួរព្រោះអ្នកខ្លះគ្រាន់តែកាហ្វេគាត់ប្រើឆ្នាំរាប់រយមុខហើយមុននឹងគាត់ប្រើទៅថាឥឡូវគាត់ចង់ប្រើតេតងតែឆ្នាំខ្មែរណាក៏ដោយដឹងតែជាមួយណាក៏ថាជាមួយណាក៏ថាជាដែរគ្រាន់តែថាជាហ្នឹង100គ្រូហើយប៉ុន្តែឈឺនៅតែឈឺអត់ដែរអាហ្នឹងអញ្ចឹងពាក្យអះអាងរបស់គ្រូហើយនឹងអ្នកលក់ឱសថខ្មែរឱសថណាក៏ដោយផ្នែកខាងណាក៏ដោយខ្ញុំមិននិយាយប្រកបវាសិតតែជាពាក្យសំអាងឯងសំអាងក៏ដោយឈ្មោះថាឆ្នាំនោះវាក្នុងកាហ្វេប្រើទៅនឹងជា
ប៉ុន្តែអ្នកហ្នឹងអត់ទាន់បានសាកថ្នាំហ្នឹងថាថ្នាំហ្នឹងវាមានគុណភាពយ៉ាងម៉េចអត់ដឹងទេហើយអ្នកដែលថាថ្នាំហ្នឹងប្រកែអ្នកហ្នឹងអត់ទាន់ហូបថាខ្លួនឯងហ្នឹងវាក្រាន់បើដោយសារថ្នាំហ្នឹងអត់ក៏អត់ដឹងដែរហ្នឹងហើយប៉ុន្តែឲ្យតែគេទិញគឺប្រកែទាំងអស់ល្អទាំងអស់ពាក្យលក់គឺវាប្រុសតែបើពេលឲ្យអត់ប្រុសទេខុសគ្នាណាគេឲ្យបើពេលលក់ប្រុសអាហ្នឹងហើយចំពោះឱសថអាយុវែងសាច់ចាំសាច់ស្អាតក៏ដូចគ្នាដែរខ្ញុំមិនអះអាងថាវាជារោគច្រើនមុខអីក៏ប៉ុន្តែត្រង់ថាថ្នាំទាំងអស់ហ្នឹងវាមានប្រភពដើមមកពីដើមមកហើយក៏វាមាននៅក្នុងក្បួនបើក្បួនគេថាអញ្ចឹងអាហ្នឹងក៏វាថាអញ្ចឹងដែរទៅវាស្អីដោយសារក្បួនថ្នាំទាំងអស់ឈ្មោះទាំងអស់ហ្នឹងហើយនឹងរុក្ខជាតិទាំងអស់ហ្នឹងវាមានតាំងពីរាប់រយរាប់ពាន់ឆ្នាំមុនមកម្លេះអញ្ចឹងមកដល់ជំនាន់នេះក៏គេនៅតែយកឱសថទាំងអស់ហ្នឹងយកមកប្រើដែរអញ្ចឹងអាហ្នឹងហើយអញ្ចឹងបើថាឲ្យនិយាយថាវាចេះវាចំអាហ្នឹងខ្ញុំមិនហ៊ាននិយាយថាយ៉ាងម៉េចទេប៉ុន្តែឈ្មោះហ្នឹងឈ្មោះវាអញ្ចឹងមែនឥឡូវថាខ្ញុំសំថ្នាំពីប្រទេសអញ្ចឹងអាប្រទេសប្រភេទប្រទេសនឹងមើលប្រមាណមុខហ្នឹងគឺវាជាប្រភេទថ្នាំអាយុវែងស្អាតចឹងហើយប៉ុន្តែគេអត់មានសំដៅថាអានឹងសម្រាប់ជាកាពះហើយសម្រាប់ជារោគនេះសម្រាប់ជារោគនេះក៏អត់និយាយទេគេនិយាយថាអានឹងសម្រាប់ព្យាបាលរោគផ្សេងៗបានប៉ុណ្្នឹងឯងព្រោះគេផ្ដោតទៅលើតែសាច់ហើយនឹងស្បែកហើយនឹងអាយុតែប៉ុណ្្នឹងឯងប៉ុន្តែមនុស្សផឹកថ្នាំអាយុវែងមិនដែលបានឃើញដល់អាយុវែងទេផងយ៉ាងច្រើនត្រឹមតែហើយអាយុថ្ងៃមនុស្សយើង75អីចឹងអ្នកខ្លះក៏បាន74អ្នកខ្លះក៏បាន75ទៅអ្នកខ្លះក៏បាន100ណាវាទៅទុំទៅនឹងបនរបស់គាត់ដែរទេវាទៅទុំទៅនឹងបនដែរទេតែបើសិនជាថាប្រើថ្នាំនឹងទៅអាយុវែងមែនម្លេះខ្ញុំអាយុវែងដែរព្រោះអីខ្ញុំមានលក់ថ្នាំហ្នឹងតែអ្វីដែលខ្ញុំថានេះថាតាំងក្បួនណាហើយសាកលោកមើលប្រើទៅហើយប៉ុន្តែខ្ញុំមិននិយាយចំពោះមនុស្សចាស់ដែលគាត់អាយុស្រីអាយុ70ជាងទេខ្ញុំមិនឲ្យគាត់ប្រើទេព្រោះគាត់អាយុ70ជាងហើយវាអត់មានពាក់ព័ន្ធអីនឹងសាច់វាស្អាតមកវិញដូចក្មេងទេ70ជាងទៅហើយអ្វីដែលគួរគឺត្រឹម60អីចុះក្រោមអីចឹងទៅអាហ្នឹងវាគ្រាន់បើបន្តិចណាសម្រាប់មនុស្សស្រីបើសិនជាមនុស្សប្រុសគ្រាន់ត្រឹម80ក៏បានដែរមនុស្សប្រុសព្រោះថ្នាំហ្នឹងវាគ្រាន់តែជំនួយប្រភេទកម្លាំងរបស់មនុស្សប្រុសឲ្យស្វាហាប់មកវិញឯងប៉ុន្តែបើសិនជាមនុស្សស្រីភាគច្រើនបើចំណាស់យាយបើគាត់ប្រើត្រឹមតែសៃតែសូងអីអាហ្នឹងវាបានមែនហើយតែសៃតែសូងអីហ្នឹងអញ្ចឹងគ្រាន់តែបើសិនជាដេកនៅកន្ទេលយកមកប្រើថាឲ្យវាសាច់ស្អាតមកវិញអាយុវែងអីនោះមិនចាំប្រើទេព្រោះអត់មានឱកាសដើម្បីឲ្យអាយុនឹងវាត្រឡប់មកវិញបានណារូបរាងវាត្រឡប់មកវិញបានទេព្រោះអាយុប៉ុណ្្នឹងឯងគឺទៅហើយទៅមុខហើយលែងថយក្រោយអានេះវាគ្រាន់តែជាជំនួយស្បែកឲ្យយើងកុំឲ្យវាចាស់ទៅតាមកម្រិតតែប៉ុណ្្នឹងឯងហើយប្រើសម្រាប់អ្នកដែលគាត់មានកម្លាំងកំហែងណាដូចស្រីក៏អាយុ50ជាងអីចឹងទៅ60អីទៅក្នុងការសាច់គាត់នៅស្អាតគាត់ចង់ប្រើអានឹងជំនួយកុំឲ្យវាឆាប់ចាស់ទៅតាមអាយុតែប៉ុណ្្នឹងឯងហើយជាប្រើត្រឹមអាយុ60អីចុះមកក្រោមឯងហើយត្រឹម65មិនដល់តែ65មិនចង់ជ្រុលគេលែងចង់ប្រើហើយបើប្រើត្រឹមតែសាច់តែសូកអីអានឹងចំពោះថ្នាំសាច់ស្អាតអាយុវែងតេតងទៅនឹងក្បួនវិញក្បួននេះនៅនោះមើលកម្រាស់ហើយទាំងអស់មាន6ក្បាល6ក្បាលនេះ4ក្រោមនេះមួយក្បួនធំហ្នឹង4ក្បាលនេះមួយក្បួន4លើនេះមួយក្បួនទាំងអស់មាន13ក្បួនទេអញ្ចឹងសម្រាប់3ក្បួននេះលោកគ្រូអ្នកម្ដាយមានតម្រូវការចង់បានក្បួនមួយណាក៏បានដែរហើយជាការ copy ឬក៏ជា file ក៏បានដែរអាចទៅចូលមកបានហើយលេខទូរស័ព្ទមិនបាច់ចាំសួរតម្លៃតាម comment ទេមានលេខនៅក្នុងនឹងស្រេចអាចឆាតសួរមកចូល Telegram ទៅឬក៏ទេសួរទៅខ្ញុំគិតថាវាមិនពិបាកអីវែងឆ្ងាយអីទេព្រោះឆាតសួរតម្លៃនៅក្នុង comment ក៏ខ្ញុំអត់ប្រាប់ដែរហើយតម្លៃនៅក្នុង comment ណាក៏ខ្ញុំអត់ប្រាប់ដែរ
បានត្រឹមតែមកឲ្យតែទៅតាមលេខតែប៉ុណ្្នឹងឯងតែបើឲ្យប្រាប់តម្លៃតាម comment នោះអញ្ចឹងខ្ញុំសុំចិត្តប្រាប់តាមវីដេអូក៏វាល្អជាង comment ផងប្រើតម្លៃអស់អញ្ចឹងទាំងឆ្នាំទាំងស្អីក៏ដោយឲ្យតែអ្នកដែលគេលក់ផលិតផលគេកម្រប្រាប់វាលើកលែងទៅលក់ឡានលក់អីអាហ្នឹងគេជាប្រាប់ឲ្យគេនិយាយតម្លៃស្រេចនៅក្នុងហ្នឹងឡានម៉ូតូអីណាប្រាប់ឲ្យរបស់អញ្ចេះចិត្តតាំងពីស្អីគេកម្រប្រាប់គេមិនប្រាប់ផងវាអត់មានត្រូវអីនឹងគេប្រាប់ទេព្រោះគេច្រើនតម្លៃចេះវាតម្លៃវាអត់ប្រកបតម្លៃវាអត់ថេរតម្លៃអញ្ចឹងគេថាតម្លៃតាមកាលគួរតម្លៃតាមកាលគួរនោះបើសិនជាទេតូមកនិយាយរៀងស្រួលតម្លៃក៏វាស្រួលតាមហ្នឹងបើនិយាយរៀងយ៉ាប់អត់លក់ឲ្យហើយតម្លៃខ្ពស់ទៀតតែប្រហែលនឹងទិញអត់លក់ឲ្យគេបើសិនជានិយាយមករៀងយ៉ាប់អាហ្នឹងអញ្ចឹងតម្លៃនេះគេហៅតម្លៃតាមកាលគួរតាមការជាស្រ័យផងដែរប៉ុន្តែរាល់អ្នកដែលគាត់ទេតូមកពេលខ្លះក៏វាពិបាកដែររៀងថ្នាក់ចិត្តផងដែរអាហ្នឹងអញ្ចឹងពេលខ្លះការទេតូមកគឺខ្ញុំមិននិយាយទេព្រោះគ្រាន់តែរឿងខ្លះសូមយល់យកអំពីចម្លើយនិងហេតុផលអ្វីដែលខ្ញុំនិយាយបកស្រាយទៅវិញផងតែកាលណាទេច្រើនពេកវាពិបាកហើយនេះថាគាត់ក្រិតក្រមខ្ញុំជួបបងម្នាក់ថ្មីខ្ញុំសុំនិយាយបន្តិចគាត់ទេតូមកខ្ញុំប្រហែលថ្ងៃមុនរឿងក្បួនខ្ញុំនៅណែហើយខ្ញុំតែគាត់ទេតូខ្ញុំនៅខាងបាត់ដំបងហើយគាត់សុំឲ្យខ្ញុំបើកគាត់មើលហើយធម្មតាបើសិនជាខ្ញុំបើកនៅក្នុងហ្វាល់នេះអូអញ្ចឹងទៅបានន័យថាហាក់ដូចជាឲ្យគាត់ទៅគូពីទៅទេហើយគាត់ទៀមទាសុំឲ្យបង្ហាញគ្រប់ក្បួនតែគាត់មិននិយាយថាបង្ហាញឲ្យគ្រប់ទំព័រទេដំបូងគាត់បង្ហាញថាអង្គប្រហែលទំព័រ3 4ទំព័រមកខ្ញុំក៏បង្ហាញឲ្យគាត់3 4ទំព័រទៅដល់ចុងក្រោយទៅគាត់ឲ្យខ្ញុំបង្ហាញជាវីដេអូអញ្ចឹងទៅខ្ញុំក៏បង្ហាញ touch screen វីដេអូឲ្យគាត់មើលទៅមើលគេថាការបង្ហាញមកប៉ុណ្្នឹងមើលមិនគ្រប់គ្រាន់មើលមិនច្បាស់ហើយក៏ចង់ឲ្យខ្ញុំបង្ហាញទឹកក្បាលមាន4ក្បាលហ្នឹងគាត់ចង់ឲ្យខ្ញុំបង្ហាញទាំង4ក្បាលហ្នឹងប៉ុន្តែមិនឲ្យកំណត់ថាបង្ហាញគ្រប់តែស្លឹកទេប៉ុន្តែសួរថាបើឲ្យបង្ហាញគ្រប់ក្បួនគ្រប់ក្បាលអញ្ចឹងហើយល្មិចទៅចឹងអញ្ចឹងវាពិបាកដល់និយាយចោះឡើងគាត់ថាសំបីតែទិញនៅក្នុងបណ្ណាល័យក៏គេទាមទារការមើលដែរចាំមិនថាគាត់ប្រៀបធៀបទៅលើការផ្សព្វផ្សាយក្បួនការជាវការទិញក្បួនពីខាងខ្ញុំហើយគាត់ទៅប្រៀបធៀបជាមួយនឹងកន្លែងបណ្ណាល័យអញ្ចឹងការប្រៀបធៀបនោះវាអត់ល្អទេព្រោះក្បួនវាមានតែ3ក្បួនវាមិនមានរាប់ម៉ឺនក្បួនទេហើយក៏វាមិនមែនកន្លែងដែលបើកមន្ទីរបណ្ណាល័យសម្រាប់ឲ្យអ្នកណាចង់ទៅមើលក៏មើលទៅអ្នកណាចង់ទៅទិញក៏ទិញទៅមិនមែនទេព្រោះបណ្ណាល័យគេលក់ចម្រុះហ្នឹងដោយសារអាជីពដល់ពេលនិយាយចុះឡើងហើយគាត់ថាការលក់គាត់សុំមើលតែប៉ុណ្្នឹងហើយចង់ដឹងថាមានបច្ចៈអាជ្ញាប័ណ្ណនេះទៅនិយាយតាក់ទងទៅនឹងអាជ្ញាប័ណ្ណឯនោះវិញចឹងពេលខ្លះវាដូចជាតឹងរឹងពេកមិនយកក៏ប្រាប់ថាមិនយកតែតម្លៃប្រាប់រួចស្រេចអស់ហើយតម្លៃប៉ុណ្ណេះក្នុង4ប៉ុណ្ណេះកូពីប៉ុណ្ណេះប៉ាល់ប៉ុណ្ណេះប្រាប់រួចអស់ហើយការបង្ហាញអំពីតួអក្សរតួអីនេះគាត់តែបង្ហាញត្រួសថាអក្សរហ្នឹងអាចមើលយល់អត់ក្បួនហ្នឹងអក្សរវាបែបនេះបើគេបង្ហាញតែប៉ុណ្្នឹងទេគេមិនបង្ហាញឲ្យវាគ្រប់ជ្រុងគ្រប់ជ្រោយទេបង្ហាញគ្រប់ជ្រុងគ្រប់ជ្រោយគូពីយកឲ្យតែមកទៅអាហ្នឹងវាមិនល្អអាហ្នឹងវារត់តែនេះទេវារត់តែល្អជាងការផ្ញើ file ទៀតគូពីយកឲ្យតែមកចឹងពេលខ្លះគាត់ទាមទារកម្រិតនឹងច្រើនពេកហើយគាត់មិនជាវគាត់មិនចង់បានទេប៉ុន្តែគាត់សួរចោលហើយបើន័យថាពីល្ងាចមកយកអីនោះវាមិនតាន់អស់សំណួរ
ហើយគាត់នៅទៀមទាតាហើយប្រាប់គាត់ក៏ប្រាប់តាថាការបង្ហាញនេះក៏គឺការបង្ហាញប្រណិបដឹងថាតួអក្សរនឹងវាបែបនេះមូលកថានឹងបែបនេះអក្សរនេះអក្សរសេដៃហើយសៀវភៅនឹងវាមានបែបនេះតើអក្សរនឹងគូអានអត់មើលឲ្យយល់អត់អាចទទួលយកបានអត់បើទទួលយកបានក៏យកទៅទទួលយកមិនបានអានឹងធ្វើមិនអីដែរព្រោះអក្សរសេដៃវាមានដូចអក្សរភូមិទេអានេះហើយមានពីណាគេទៅឲ្យបង្ហាញអីគ្រប់ទំព័រគ្រប់ក្បាលមកព្រោះគ្នាហើយសួរឲ្យចោលថាតម្លៃវាមិនបញ្ហាទេបញ្ហាត្រូវការសុំឲ្យមើលគ្រប់ក្បាលសិនមើលក្បាលហ្នឹងវានៅតែប៉ុណ្្នឹងបើអក្សរ4ក្បាលហ្នឹងអក្សរម្ចាស់តែមួយហ្នឹងហើយអានេះអក្សរម្ចាស់តែមួយអានេះអក្សរម្ចាស់តែមួយហ្នឹងតែក្បាលមកក្បាលអក្សរម្ចាស់តែមួយហ្នឹងមើលក្បួនណាក៏វាឃើញដើមអក្សរប៉ុណ្ណាចុងក៏វាមានតែប៉ុណ្្នឹងអញ្ចឹងក៏ទៀមទាហ្នឹងវាខ្ពស់ពេកហើយទៀមទាខ្ពស់បើជាវអត់អីទេអត់ជាវទៀតអត់យកទៀតសួរឲ្យសួរចោលហើយលេងត្រូវការសុំអាជ្ញាប័ណ្ណអាជ្ញាអីសួរតេតូថាមានអាជ្ញាប័ណ្ណអត់ពីចេះពេលខ្លះគាត់ដូចអត់សូវជាយល់អំពីបញ្ហាចំណុចនេះបើគ្រាន់តែ3 4ក្បាលនេះហើយសុំបើកអាជ្ញាប័ណ្ណដែរអញ្ចឹងវាអស្ចារ្យពេកហើយតែបង្ហាញក្បួនវាអត់ដូចនៅក្នុងបណ្ណាល័យទេបើបណ្ណាល័យអាហ្នឹងមនុស្សទូទៅគេតែមើលគេចង់បានសៀវភៅណាគេមើលទៅគេមើលចំណងជើងលើក្បាលតពោហ្នឹងទៅហើយគេបាក់មួយត្រួសខ្លឹមសារវាវិញទៅហើយរឿងអាជ្ញាប័ណ្ណនោះគេបើកប៉ុណ្្នឹងគេមានអាជ្ញាប័ណ្ណហើយតែបើសិនជា3 4ក្បាលមិនទិញជាអាជ្ញាប័ណ្ណដែរកុំស៊ូហើយកុំទិញទោះទិញក៏លក់អត់ដែរក្នុងតម្លៃប៉ុណ្ណាក៏លក់ដែរព្រោះវាខុសក្បួនខុសតម្រាអញ្ចឹងការនិយាយគ្នាគឺវាអត់មានការយោគយល់លើគ្នាពិបាកនិយាយគ្នាអញ្ចឹងការទៀមទារបស់គាត់នឹងវាច្រើនពេកវាជ្រុលនិយាយដូចជាម្សិលមិញមួយថ្ងៃពី3ថ្ងៃគាត់ទៅមកអានឹងគាត់ទៅមកហើយសំណូមពរគាត់វាខ្ពស់ពេកចឹងពេលខ្លះខ្ញុំវាពិបាកក្នុងការនិយាយប្រាប់គាត់ដែរព្រោះវាជាធម្មតាទេលោកឪពុកម្ដាយអធិស្ឋានត្រង់ចំណុចហ្នឹងមិនមែនខ្ញុំចង់លើករឿងហ្នឹងមកនិយាយទេព្រោះគ្រាន់ថានេះវាហាក់ដូចជាជ្រុលពេកម្ល៉េះហើយទៅខ្ញុំមិនចង់ឲ្យលោកឪពុកម្ដាយគាត់សួរក្រោយគាត់ទៀមទាកន្លែងហ្នឹងខ្លាំងពេកព្រោះការបង្ហាញនេះដូចខ្ញុំបញ្ជាក់ថាការបង្ហាញនេះគឺគ្រាន់តែបង្ហាញត្រួសឲ្យដឹងថាតួអក្សរវាបែបនេះហើយមុនគេថាវាមានវិញវាមានខ្លីបែបនេះវាអត់មានដូចអក្សរពុំទេយន្តក៏យន្តសេដៃដែរបើសិនជាអាចថាទទួលយកបានមើលឲ្យបានអីទៅអាហ្នឹងក៏ទទួលយកទៅយកមិនយកថាថ្លៃពេកអានេះយើងអាចចរចាឬតម្លៃគ្នាខ្ញុំក៏មិនមែនគិតតែតាមតម្លៃបច្ចេកទេសដែរខ្ញុំអាចទូថយជូនដើម្បីយកទៅស្រាវជ្រាវសិក្សាហើយទៅទុកជាកេរដំណែលទៅព្រោះរបស់នេះខ្ញុំមិនដឹងទុកយកទៅអីទេខ្ញុំមិនយកទៅតាមទេទាំងឲ្យមានគ្រប់តែរូបហ្នឹងណាក៏ត្រូវការគាត់យកទៅថែរក្សាទៅបើសិនជាខ្ញុំកំណាញ់រិះបិទអីខ្ញុំមិនទៅបើកកកាយអីបង្ហាញទេខ្ញុំទុកតែឯងទៅហើយនៅពេលណាដែលខ្ញុំមើលទៅដល់អាយុដល់កាលហើយខ្ញុំបូជាចោលត្មងទៅអានោះមិនសិនខ្ញុំរិះកំណាញ់ប៉ុន្តែកាលណាធ្វើអញ្ចឹងអ្នកជំនាន់ក្រោយគាត់នឹងអត់សូវជាបានស្គាល់ពីតម្លៃនៃរបស់បុរាណទេឥឡូវហើយទើបខ្ញុំគិតថាចែករំលែកទៅអ្នកណាដែលគាត់ចាំមាននិស្ស័យទទួលយកបានក៏យកទៅអ្នកណាមិនសូវមានអាហ្នឹងក៏ខ្ញុំបង្ហាញទៅតាមវីដេអូទៀតហ្នឹងក៏ចម្លងទៅហើយការបង្ហាញក៏វាមិនក្បោះក្បាយនៅក្នុងសៀវភៅដែរការបង្ហាញនេះគ្រាន់តែមេណាគេធ្វើបង្ហាញទៅប៉ុណ្្នឹងឯងតែវាសិតតែពិសេសអាចទៅប្រើការបានអាហ្នឹងតែគ្រាន់តែអធិស្ឋានបើសិនជាតេតងសួរកុំដល់ម្លឹងពេកហើយរឿងអាញាបានរឿងអីនេះកុំដល់ថ្នាក់អង្គពេកវាជ្រុលហើយវាជ្រុលប្រកបទៀមទាដល់ថ្នាក់មានអាញាបានអីអត់អីណាណីដល់ចឹងទៅវាជ្រុលសម្រាប់អ្នកដែលគាត់ធ្វើវីដេអូដូចខ្ញុំដែរនឹងវាប៉ះពាល់ច្រើន
ហើយធម្មតាខ្ញុំតែឃើញអញ្ចឹងហើយខ្ញុំថាឥឡូវឲ្យទៅទិញនៅក្នុងបណ្ណាល័យហ្នឹងទៅកុំមកទិញខ្ញុំឲ្យទៅទិញបណ្ណាល័យហ្នឹងទៅព្រោះបណ្ណាល័យគេមានកន្លែងដែលយើងអាចបើកមើលទូទៅបានព្រោះសៀវភៅ3ក្បួនអត់បានចាំដល់ថ្នាក់ទៅបើកដល់បណ្ណាល័យអញ្ចឹងទេហើយក៏គ្មានពីណាគេទៅបង្ហាញឲ្យមើលដែរតែបើសិនឥឡូវចង់មកមើលដល់កន្លែងនេះព្រោះបណ្ណាល័យក៏គេមិនទៅបើកសៀវភៅឲ្យមើលហើយក៏យើងមិនទៅតាក់ទងគេសុំឲ្យគេបើកឲ្យមើលម្ដងម្ដងដែរយើងទៅមើលខ្លួនគេផ្ទាល់ហើយយើងទៅមើលកន្លែងគេផ្ទាល់ហើយយើងទៅមើលជ្រើសរើសទៅហើយបើសិនជាចង់ឲ្យធ្វើអញ្ចឹងមកមើលមកមកមើលដល់កន្លែងនេះមកអាចបើកមើលប្រហែលក៏បើកដែរប៉ុន្តែកុំភ្លេចថាបើកហើយសុំគិតតម្លៃផងកុំឲ្យបើកឲ្យចោលព្រោះកន្លែងនេះកន្លែងសិតតែរលុយខ្ញុំនិយាយចឹងអត់មានចំណាយពេលវេលាសម្រាប់ឲ្យអង្គុយបើកហើយដល់ពេលបើកហើយដើរតែបាត់អត់មានទេអាហ្នឹងបើកហើយបើមិនទិញក៏គិតតម្លៃដែរអាហ្នឹងកុំឲ្យខូចថ្ងៃក្រោយកុំឲ្យខូចចឹងអាហ្នឹងបើខ្ញុំធ្វើដល់កម្រិតហ្នឹងអាហ្នឹងបើនិយាយគ្នាវាមិនស្រួលពេលខ្លះគាត់និយាយមកចាប់មានមួយហ្នឹងខ្ញុំបង្ហាញក្បួនអីដូច2ឆ្នាំហើយក្បួនរបស់ខ្ញុំដែលខ្ញុំត្រូវបង្ហាញដូច2ឆ្នាំហើយមួយហ្នឹងម្សិលមួយថ្ងៃដូចជាថ្ងៃទី23កាលថ្ងៃទី23ម្សិលមួយថ្ងៃមួយហ្នឹងឯងគាត់តិចតមកតាំងពីព្រលប់រហូតដល់ម៉ោង11យប់តែគាត់និយាយអត់ហើយដល់ខ្ញុំនិយាយធ្ងន់ពេកអញ្ចឹងគាត់ឈប់តបទៅតាមដោយសារណាឥឡូវខ្ញុំឲ្យគាត់យកតម្លៃហ្នឹងគាត់យកអត់ខ្ញុំប្រាប់តម្លៃអស់ហើយក៏វាជាលើកចុងក្រោយដែលខ្ញុំត្រូវបង្ហាញដែរទោះចង់និយាយទៀតក៏លែងដែរគាត់យកមិនយកអត់ត្រូវអាហ្នឹងខ្ញុំប្រាប់គាត់ជាលើកចុងក្រោយព្រោះខ្ញុំពេលខ្លះវាពិបាកដែរជួបមនុស្សអញ្ចឹងពិបាកនិយាយគ្នានឹងវិញឆ្ងាយទៅជាស្រ័យព្រោះហើយអានេះខ្ញុំសម្ដែងទៅលើតែប្រគល់មួយហ្នឹងទេសម្ដែងទៅលើតែប្រគល់មួយហ្នឹងទេហើយយ៉ាងណាលោកក៏ពុទ្ធម្ដាយផ្សេងក៏លំអៀងចិត្តខ្ញុំសម្ដែងតែមួយហ្នឹងទេព្រោះជ្រុលពេកជ្រុលឋានៈគាត់ប្រៀបទៅលើដល់បណ្ណាល័យអឺទៅលើសមញ្ញាប័ណ្ណដូចយើងបើកបណ្ណាល័យអីចឹងដែរដែលចឹងទៅវាជ្រុលហើយ3ក្បួនហើយការផ្សព្វផ្សាយប្រភេទធម្មទានអញ្ចឹងបែបបទធម្មទានអញ្ចឹងហើយទៅគិតដល់អីណាអាញាប័ណ្ណវាមិនជាលក្ខណៈរស់ស៊ីណាហើយក៏វាមិនជាលក្ខណៈបើកអាជីវកម្មអីដូចគេទីផ្សារទីអីហ្នឹងវាអត់មានណាអានេះអ្នកណាត្រូវការក៏ត្រូវការណាក៏មិនត្រូវការក៏អត់ទេគ្រាន់តែបង្ហាញទៅហើយដើម្បីជាការជូនដំណឹងដល់ពួកគាត់ទៅបើពួកគាត់ចង់បានក៏ចង់បានទៅពួកគាត់ចង់បានក៏ប៉ុណ្ណឹងទៅវាមិនតែពាក់ព័ន្ធអីដល់ឯណារឿងអាជីវកម្មអាជីវករអីហ្នឹងអញ្ចឹងរឿងខ្លះគាត់និយាយមកវាជ្រុលពេកហើយកន្លែងខ្លះខ្ញុំស្ដាប់ផងខ្ជិលគាត់និយាយហោហែលើពីគោលដៅហ្នឹងខ្ញុំនិយាយតែគាត់មួយឯងអញ្ចឹងគាត់ក៏ប្រហែលជាអាចនឹងលឺដែរបើសិនជាខ្ញុំនិយាយពាក់ព័ន្ធនឹងរឿងគាត់ហ្នឹងគាត់ប្រហែលជាអាចចូលមើលដែរហើយបើមើលហើយសូមមេត្តាអឺពិចារណាផងចំពោះរឿងខ្លះតែមិនគួរហើយអានេះចំពោះខ្ញុំប៉ុន្តែបើសិនជាអ្នកផ្សេងក៏សួរគេចឹងអាហ្នឹងកុំសួរគេចឹងទៀតហើយសួរដូចថាសួរក៏និយាយថារឿងលុយវាមិនមែនបញ្ហារឿងលុយវាមិនមែនបញ្ហាតែតម្លៃហ្នឹងគេយើងយកហើយយើងសួរចោលហើយក៏និយាយថារឿងលុយវាមិនមែនបញ្ហាអាហ្នឹងព្រោះរឿងលុយមិនមែនជាបញ្ហាដោយសារតែបញ្ហាយើងវាអត់មានលុយត្រូវទិញតែប៉ុណ្ណាមានលុយត្រូវយកអាហ្នឹងដែលវាជាបញ្ហាហើយកុំនិយាយពោលហ្នឹងចំពោះលុយវាអត់មានបញ្ហាអ្វីដែលបញ្ហាគឺចង់ឲ្យចាក់ច្បាស់ថាអាហ្នឹងមានអាជ្ញាប័ណ្ណអត់អាហ្នឹងវាទៅជាប្រួយយើងវាខុសទាំងខ្លួនឯងផងវាខុសទាំងគោលគំនិតវាខុសទាំងវាសម្ដីរបស់យើងផងឥឡូវចូលវគ្គការបង្ហាញតែម្ដងមុនបញ្ជារន្ទះនេះយើងប្រើ7ជាន់បញ្ជាទៅឲ្យប្រើក៏ប្រើទៅខ្ញុំមិនហ៊ានអីកំណត់អីយ៉ាងណាទេព្រោះធម្មតានិស្ស័យរបស់មនុស្សវាមានផ្សេងគ្នាណាខ្ញុំអានជូនអរន្តុទេយៈទេវរន្ទះអគូចរោ
រងទៀតជាគម្រប់2អរន្តុពេយៈទេវៈរន្ទះអគួចចរោអាហ្នឹងអគួចចរោអអូសអ៊ូចោចិញ្ចោរោសអ៊ូអគួចរោអានេះយើងបញ្ជាទៅណាអានេះយើងសាកលោកមើលទេតែបើសិនយើងត្រឡប់ខ្ពស់មានការព្យាយាមខ្ពស់មានការតឹងចិត្តខ្ពស់ហើយបនិស័យយើងបរិបូរផងហើយមានការរក្សាសិលខ្ជាប់ខ្ជួនផងហើយចិត្តរបស់យើងវានឹងធឹងផងប្រើទៅវាសំកល់គេថានីមួយៗខ្ញុំសូមជម្រាបតិចមិនមែនជាតែប្រើដោយសមករបើសិនជាយើងអត់មានធម៌ខន្តីធម៌មេត្តាធម៌ការគ្រប់គ្រងធម៌ដោយល្អអឺមានការរក្សាសិលឲ្យខ្ជាប់ខ្ជួនទេរៀនដើម្បីទៅព្យាបាលទេនោះអត់ប្រកែទេណាធម៌ទីហ្នឹងអត់ប្រកែព្រោះនេះវាមិនមែនជាអឺគ្រឿងដែលយើងប្រើសម្រាប់នៅក្នុងសង្គ្រាមទេព្រោះក្នុងសង្គ្រាមអាហ្នឹងយើងវាអត់កំណត់ទេព្រោះអាហ្នឹងជាសត្រូវអាហ្នឹងជាសត្រូវអញ្ចឹងយើងអាចប្រើទៅវាអាចសមករប៉ុន្តែបើសិនយើងប្រើលក្ខណៈដើម្បីតែចង់ឈ្នះអ្នកនេះមួយឲ្យប្រើដើម្បីឲ្យតែបាញ់អ្នកនេះអាហ្នឹងប្រើតងាប់ក៏វាអត់ប្រកែដែរអានេះវាមានហេតុដែលធ្វើប្រកែតាមវាដែរទេ4នោះចឹងមានប៉ុណ្ណេះទេហើយសូមអរគុណដល់ទឹកចិត្តលោកពលរដ្ឋដែលបានជំរាបគ្រប់ត្រូលវីដេអូរបស់ខ្ញុំសូមអរគុណសូមជម្រាបលា